ជាមេគ្រួសារឬក៏ជាបង្គោលគ្រួសារយើងតែងតែប្រាប់ខ្លួនឯងថាខ្ញុំមិនអាចលួចទោះបីជានៅក្នុងកលៈទេសៈណាក៏ដោយពីព្រោះអីយើងនៅមានមនុស្សជាទីស្រឡាញ់ដូចជាម៉ាក់ប៉ាបងប្អូនប្តីប្រពន្ធឬក៏កូនជាទីស្រឡាញ់តាមបទពិសោធន៍ខ្ញុំ17ឆ្នាំកន្លងមកនេះខ្ញុំឃើញថា6ចំណុចខាងក្រោមអាចជួយដើម្បី make sure ថាក្រុមគ្រួសារយើងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុនិងមានសុភមង្គលកាន់តែប្រសើរឡើងទី1ស្ថិរភាពហិរញ្ញវត្ថុរបស់គ្រួសារខ្ញុំជឿជាក់ថាបង្គោលគ្រួសារនីមួយៗមានជាគ្រួសារក៏ដូចជាអ្នក single ក៏គួរតែរៀបចំទុកដាក់ដែរខ្ញុំអាចចែករំលែកពី tip របស់ខ្ញុំខ្លួនឯងជាទូទៅយើងឃើញថាគេបែងចែកជា3ធំមានន័យថា50 20 30ចំណែកខ្ញុំបែងចែកជា5ធំទី1គឺ 50% នៃចំណូលរបស់យើងគឺសម្រាប់ចំណាយទៅលើអ្វីដែលយើងចាំបាច់ឬក៏ daily expense ការចំណាយប្រចាំថ្ងៃដូចជាថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងថ្លៃសាំងឡានឬក៏ម៉ូតូអីផ្សេង15% ខ្ញុំចំណាយទៅលើធានារ៉ាប់រងអាយុជីវិតហើយខ្ញុំជឿជាក់ថាការរៀបចំមានធានារ៉ាប់រងអាយុជីវិតនេះទោះបីជាយើងនៅក្នុងកលៈទេសៈណាក៏ដោយគឺយើងអាចមានការការពារខ្លួនឯងវាប្រៀបដូចជាមានឆ័ត្រនៅក្នុងដៃវាប្រៀបដូចជាយើងមានឡានដែលមានពងសុវត្ថិភាពនៅទីនោះក៏ដូចជាទូរស័ព្ទដែលមាន case ក្នុងការការពារ15% ទៀតខ្ញុំចំណាយទៅលើ investment មួយចំនួន10% ទៀតគឺសម្រាប់ entertain ធ្វើយ៉ាងណាឲ្យសុខភាពផ្លូវចិត្តយើងកាន់តែប្រសើរអញ្ចឹងពេលខ្លះយើងទៅសាកថ្មជីវិតនៅខេត្តក៏ដូចជានៅខាងក្រៅដើម្បីទទួលបាន experience កាន់តែច្រើនហើយចុងក្រោយគេគឺ 10% សម្រាប់ family emergency fund ចឹងយើងមកអត់ឃើញថាពេលណាដែលគ្រួសារយើងឬក៏ប៉ាម៉ាក់ឬក៏អ្នកផ្ទះយើងគាត់ត្រូវការបាត់ចិត្តមួយចំនួនយ៉ាងហោចណាស់យើងមានបាត់ចិត្តមួយចំនួន reserve សម្រាប់ត្រូវការអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការ check ចំណូលហើយនិងចំណាយរបស់យើងជារៀងរាល់ខែបើសិនជាអាចអញ្ចឹងវាកាន់តែប្រសើរសម្រាប់ហិរញ្ញវត្ថុរបស់យើងរៀងៗខ្លួនតោះចាប់ផ្ដើមរចនាជីវិតទាំងអស់គ្នា